សួស្តីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំលើកយកមេរៀនខ្លីមួយដែលនិយាយអំពីក្រុមថ្នាំព្យាបាលទៅតាមអាការៈនៃការបំបត្តិហើមពុះដែលជាទូទៅអាការៈហើមពុះនេះកើតចេញអំពីពពុះខ្យល់ឬក៏ពពុះឧស្ម័នទូចៗដែលមាននៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើងដែលវាកើតចេញអំពីអាហារហូបចុកដែលមានបន្លែនិងផ្លែឈើមួយចំនួនដែលយើងហូបចូលទៅហើយក៏វាអាចកើតចេញពីពពុះខ្យល់នៃអាស៊ីតរបស់ក្រពះផងដែរនៅក្នុងវីដេអូនេះគឺខ្ញុំក៏លើកយកនៅថ្នាំនេះមកដើម្បីចែករំលែកទុកជាការយល់ដឹងផ្លូវទូចមួយហើយចំណុចទី1ធំនិយាយអំពីនិយមន័យដោយក្រុមថ្នាំបំបត្តិអាការៈហើមពុះនេះគឺជាក្រុមថ្នាំដែលគេប្រើសម្រាប់បំបត្តិឬក៏កាត់បន្ថយឧស្ម័នដែលមាននៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើងដែលគេប្រើប្រាស់ព្យាបាលទៅតាមរោគសញ្ញានៃការហើមពុះដោយមានខ្យល់ឬក៏ឧស្ម័ននៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើងហ្នឹងដែលធ្វើឲ្យយើងហើមពុះចុកឆ្អល់ឈឺពុះអីជាដើមនៅចំណុចទី2និយាយចំណាត់ថ្នាក់នៃថ្នាំហើមពុះខ្ញុំលើកយកពីក្រុមផ្សេងគ្នាក្រុមទី1គឺគេហៅថាស៊ីលីកុងនិងក្រុមទី2អាបស៊ូបងក្រុមទី1ស៊ីលីកុងដែលមានរូបមន្ត2ស្តៀងគ្នាគឺស៊ីមេទីកុងនិងឌីមេទីកុងដោយសកម្មភាពឱសថរបស់ស៊ីមេទីកុងឬក៏ឌីមេទីកុងហ្នឹងគឺបំបែកឧស្ម័នឬក៏ពពុះខ្យល់ពពុះឧស្ម័នទូចដែលមាននៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើងដែលធ្វើឲ្យងាយបញ្ចេញមកខាងក្រៅតាមរយៈការផោមឬក៏ដើរខ្យល់អីជាដើមអញ្ចឹងហើយលក្ខណៈពិសេសនៃថ្នាំស៊ីមេទីកុងឬក៏ឌីមេទីកុងហ្នឹងគឺមិនស្រូបចូលទៅក្នុងចរន្តឈាមទេហើយវាមានសុវត្ថិភាពខ្ពស់នៅក្រុមទី2គឺអាប់សូបងដែលមានរូបមន្តសកម្មគឺកាបោនគេហៅថាថ្នាំខ្យុងគេហៅថា activate កាបោនគេហៅថារូបមន្តសកម្មរបស់វាគឺកាបោនដែលសកម្មភាពឬក៏ប្រសិទ្ធភាពរបស់ឱសថហ្នឹងគឺបានន័យថាវាស្រូបយកនៅឧស្ម័នឬក៏សារធាតុពុលដែលមាននៅក្នុងពោះវៀនហើយactivate កាបោនថ្នាំខ្យុងហ្នឹងគឺมันស្រូបចូលទៅក្នុងចរន្តឈាមទេដូចថ្នាំខាងលើដែរក្រុមខាងលើដែរចំពោះលក្ខណៈពិសេសនៃក្រុមថ្នាំនេះគឺប្រើបានប៉ុន្តែប្រសិទ្ធភាពមិនដូចជាមួយនឹងស៊ីមេទីកុងទេនៅចំណុចទី3ធំនិយាយអំពីផលរំខាននៃក្រុមថ្នាំទាំងពីរហ្នឹងដែលនិយាយអំពីស៊ីមេទីកុងចំពោះផលរំខានវិញគឺកម្រមានបានន័យថាវាមានសុវត្ថិភាពហើយចំពោះថ្នាំ activate កាបោនដែលហៅថាថ្នាំខ្យុងហ្នឹងផលរំខានរបស់ថ្នាំហ្នឹងគឺអាចធ្វើឲ្យមានការទល់លាមកឬក៏លាមកខ្មៅពណ៌ខ្មៅហើយចំពោះដោយឡែកចំពោះឱសថកាបោនឬក៏ថ្នាំខ្យុងហ្នឹងមិនត្រឹមតែយក
ទៅព្យាបាលទៅលើការហើមពោះដោយសារខ្យល់ប៉ុណ្ណឹងទេវាអាចប្រើទៅលើព្យាបាលទៅលើជំងឺរាគរូសផងដែរតែរាគរូសដោយសារតែយើងពុលចំណីអាហារដោយសារតែក្នុងអាហារមានសារធាតុពុលហើយក៏គេប្រើឱសថហ្នឹងគឺប្រើថ្នាំកបោនហ្នឹងដើម្បីទៅព្យាបាលទៅលើអាការៈរោគសញ្ញានៃការរាគរូសឬក៏អាហារដែលមានជាតិពុលឬក៏ពុលអាហារហ្នឹងសរុបមកថ្នាំ Activate កបោនឬក៏ថ្នាំកបោនឬថ្នាំខ្ជូរហ្នឹងគឺយើងប្រើទៅលើអាការៈហើមពោះដោយសារខ្យល់ក្នុងប្រព័ន្ធរំលាយអាហារឬក៏មានសារធាតុពុលនៅក្នុងប្រព័ន្ធរំលាយអាហារឬក៏ព្យាបាលទៅលើអាការៈរាគជាដើមដោយសារតែយើងពុលចំណីអាហារអញ្ចឹងធ្វើឲ្យរាគរូសបាទនេះជាអ្វីដែលខ្ញុំចង់ចែករំលែកអំពីថ្នាំបំបត្តិអាការៈហើមពោះមាន2ក្រុមស៊ីលីកុងនិងក្រុមអាប់ស៊ឺបវ៉ង់សង្ឃឹមថាជាប្រយោជន៍ដល់បងប្អូនក្នុងការស្ដាប់ដើម្បីស្វែងយល់បន្ថែមបើមានកន្លែងណាដែលខ្វះចន្លោះសូមបងប្អូនជួយកែតម្រូវផងសូមអរគុណ